ចាសសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនេះវីដេអូនេះគឺជា part 2ដែលបន្តពីវីដេអូមុនដែលខ្ញុំបានទៅលេងកោះត្រល់ដែលគេហៅភូគុតនៅជាឈ្មោះវៀតណាមដែលជាទឹកដីកោះត្រល់ដែលបងប្អូនស្គាល់ហើយអញ្ចឹងនេះជាថ្ងៃទី2ដែលយើងរៀបចំធ្វើដំណើរទៅលេងមួយផ្នែកទៀតនៃតំបន់គេហៅថា Wind Wonder សូនេះជា review មួយចំនួនដែលនៅតាមផ្លូវនៅស្ថានភាពរបស់ពួកខ្ញុំឡើងជិះអង្គុយលេងកាហ្វេអ្នកថែសួនកាហ្វេនៅស្ថានភាពហ្នឹងព្រោះនេះអាហារទឹកយើងអង្គុយលេងអីហ្នឹងបានអូខេបងប្អូនបន្ទាប់ពីហ្នឹងគឺយើងទៅហូបអាហារពេលព្រឹកហើយអាហារពេលព្រឹកដែលពួកយើងមានគឺប៉ុណ្ណឹងគឺមានច្រើនជាងហ្នឹងទៀតបែប buffet អញ្ចឹង get ready ជាមួយយើងទាំងអស់គ្នាយើងទៅមើលឧស្សាហកម្មចិញ្ចឹមគួចខ្យងបងប្អូនបាទប្រភេទខ្ញុំបែបនេះឈ្មោះថាអាកូយ៉ាទីបំផុតចាំឲ្យយើង3ឆ្នាំតម្រង់យើងពេលតាមណាស់បាទលោកស្រីដែលប្រទេសគាត់លើខ្សែតាហេទីតែዛននេះគេចាអញ្ចឹងគាត់បានធ្វើការបង្ហាញតាមបែបផែនមួយនៃគួចខ្យងពីព្រោះគួចខ្យងផ្សេងគ្នាគឺមានអាយុកាលនិងឈ្មោះរបស់វាហើយបន្ទាប់ពីនឹងទៀតគឺគាត់បង្ហាញអំពីការគួចខ្យងដែលคล้ายនិងគួចខ្យងដែលពិតប្រាកដពីខុសគ្នាបែបម៉េចគួចខ្យងដែលคล้ายគឺគួចខ្យងដែលរុះទៅពេលយើងយកទៅដោះជាមួយគ្នាទៅអត់មានចេញអីទេប៉ុន្តែគួចខ្យងស៊ីនរបស់គេហ្នឹងគឺពេលដែលយើងយកទៅដោះទៅជាមួយគ្នាវាចេញម្សៅអាហ្នឹងបាទគឺគួចខ្យងពិតប្រាកដអញ្ចឹងបងប្អូនអាចធ្វើការតេស្តបានបើសិនជាចង់ដឹងថាគួចខ្យងហ្នឹងវាជាប្រភេទ fake ឬក៏ real អញ្ចឹងណាបន្ទាប់ពីហ្នឹងយើងធ្វើការទស្សនានៅក្នុងមហលរបស់គេហ្នឹងដែលគេធ្វើការបង្ហាញដូចសាររៀងស្ដាប់បន្ទីដែរដោយសារតែចានឆ្នាំងឬក៏របស់របរទាំងអស់ហ្នឹងគឺធ្លាក់នៅក្នុងបាតសមុទ្រចាហើយមានអាយុកាលគឺរាប់រយឆ្នាំតែម្ដងហ្នឹងតាមធัวគាត់បានបញ្ជាក់អញ្ចឹងណាចាបន្ទាប់ពីហ្នឹងគឺគេវាមានទាំងគេហៅបើយើងហៅថ្លើមថ្មមិនដែលជាក់ស្ដែងវាជាប្រភេទដូចគេហៅថាផ្កាថ្មនេះផ្កាថ្មធំមែនទែនដែលគេយកបាតសមុទ្រមកហើយគេកែច្នៃចេញជាខ្សែកខ្សែដៃជាបតោងឬគេឆ្លាក់រូបជាព្រះជាអីដូចខ្ញុំបានបង្ហាញចឹងហើយនៅក្នុងនេះជាធ្លុកដំរីដែលវាមានតាមពីទូសវត្សទី1ទី2ហ្មងដែរហ្នឹងគឺធូរគាត់បានបញ្ជាក់ចឹងណាដែលរើសពីបាតសមុទ្រមកហើយទាំងផ្កាថ្មមួយចំនួនគេធ្វើការឆ្លាក់ចាបងប្អូនបន្ទាប់ពីយើងដើរមើលជុំវិញផ្នែកនៃការវិវត្តនៃការធ្វើខ្សែកពីគុជនិងពីថ្លើមថ្មអីផ្សេងៗដូចជាលទ្ធផលដែលគេធ្វើការដាក់តាំងលក់តែម្ដងអញ្ចឹងវាមានតាំងពីគុជពីថ្លើមថ្មថ្លើមអីអញ្ចឹងណាហើយខ្សែកស្អាតៗហើយនឹងមានភាពទៀតច្រើនណាស់ដោយសារគេយកទៅដើម្បីបង្ហាញពីឧស្សាហកម្មដាំចិញ្ចឹមគុជហ្នឹងហើយនឹងរបៀបដែលគេកែច្នៃថ្លើមថ្មដើម្បីបង្កើតជាគ្រឿងអលង្ការផ្សេងៗដូចនេះអីមុខក្រពើចូលពីស្បែកក្រពើហ្នឹងហើយចាក្រៅពីហ្នឹងក៏គេមានជាគ្រឿងអនុស្សាវរីយ៍ដែរតំណាងបាត់សមុទ្រហ្នឹងមានសម្បកខ្យងមានអីចឹងទៅហើយក្នុងហ្នឹងអាចចន្លោះពី1 4000 5000ហ្នឹង5000ហើយអាចហ្នឹងហើយតម្លៃពីធំហ្នឹងឡើងទៅហើយពីក្រោយហ្នឹងដែរខ្ញុំឆ្លៀតបានទៅថតណាជាមាត់សមុទ្រចិត្តឧស្សាហកម្មហ្នឹងហើយខ្ញុំមើលដើមដងនេះខ្ញុំមិនដឹងថាដើមដងហ្នឹងកើតគេនិយាយថាគេកាច់មកអញ្ចឹងឬក៏វាកើតធម្មជាតិអញ្ចឹងហើយវាមានភាពប្លែកដែលខ្ញុំមើលទៅដូចគេហៅដងបាក់កអញ្ចឹងណាចាបន្ទាប់ពីការទស្សនាខាងឧស្សាហកម្មគេដាំគុជខ្យងហើយយើងធ្វើដំណើរទៅម្ដងទៀតគឺ Grand World អញ្ចឹងយើងទស្សនាមកជុំ Grand World ហ្នឹងហើយដូចជាពួកខ្ញុំធ្វើការបាយថៃផងនឹងដែរអញ្ចឹងនៅម្ដុំ Grand World ហ្នឹងគេមានវិហារចិនគេហៅវិហារចិននៅចិនហ្នឹងបន្ទាប់មកនៅជុំវិញខាង Grand Wonder ហ្នឹងគេមានសួនរបស់គេចាំមើលណាចាការតុបតែងប្លែកដែលមានរូបតំណាងធំជុំវិញសួននឹងមានកៅអីសម្រាប់យើងអង្គុយលេងហើយជាម្លប់ជាអីចឹងណាហើយអ្វីដែលសំខាន់គឺមានកន្លែងសម្រាប់ធ្វើការថត
ជាច្រើននៅជុំវិញនឹងចាំបងប្អូនអាចទស្សនាបានណា ចាំបងប្អូនបន្ទាប់ពីនឹងដែរនៅខាងក្រោយសួននោះគឺគេមានអាគារធំច្រើនដែរដែលព័ទ្ធពីក្រោយសួននឹងហើយយើងឃើញថាអាគារហ្នឹងបើធម្មតាគេអាចហៅថាបុរីណាតែយើងអត់ដឹងថាអាគារហ្នឹងយ៉ាបុរីខាងយើងវាផ្សេងបុរីខាងគេមើលទៅវាប្លែកដោយសារតែអានេះនិយាយបុរីហ្នឹងនិយាយតាមធัวដែរពីព្រោះយើងអត់ដឹងយើងឃើញតែអាគារអញ្ចឹងណាដោយសារតែនៅក្នុងហ្នឹងរបៀបនៃការរៀបចំ design ហើយ colorful ណាដែលយើងមើលទៅប្លែកដែលធ្វើឲ្យជាចំណៃផ្នែករបស់យើងហើយជាអាគារមួយដែលបងប្អូនអរគ្នាអាចធ្វើការថតរូបឲ្យស្អាតអញ្ចឹងទៅហើយនេះជា Grand World ដែល Grand World ហ្នឹងគេធ្វើពីដើមឫស្សីហើយឫស្សីទាំងអស់ហ្នឹងគឺយើងអត់ដឹងថាប្រហែលម៉ឺនប្រហែលពាន់ទេដែលគេគុំហើយចេញជា Grand World ហ្នឹងមានការរចនាបថទាំងក្នុងទាំងក្រៅគឺខ្ញុំអាចនិយាយថា perfect ហ្មងដោយសារតែអ្នកនរគ្នាអាចឃើញបានរចនានៃការគេចាប់រឹតចងអញ្ចឹងណាហើយមិនមែនទួចណាធំណាហើយខ្ពស់ទៅលើហើយអញ្ចឹងវាពិតជាអស្ចារ្យហើយប្លែកភ្នែកសម្រាប់យើងដែលយើងទៅធ្វើការទស្សនាបន្ទាប់ពីនឹងទៀតយើងចេញពីនឹងអ្នកនរគ្នាថាយើងថានៅក្នុង Grand World ហ្នឹងធំមែនតើអញ្ចឹងបងប្អូនអូខេអាចដើរបានទេដើម្បីយើងអាចទស្សនានៅអាគារទាំងអស់ហ្នឹងដូចបុរីអញ្ចឹងណាអញ្ចឹងយើងអ្នកគេធ្វើជិះមកហៅឡានអាគុយនេះដើម្បីទស្សនាតំបន់ហ្នឹងជុំវិញហ្នឹងអញ្ចឹងណាអញ្ចឹងបងប្អូនអ្នកគេអាចទស្សនាបានហើយវាមានការប្លែកភ្នែកវាដូចទីក្រុងមួយគេហៅទីក្រុងអ៊ីតាលីអញ្ចឹងអ្នកគេអាចមើលបានចាបងប្អូនអញ្ចឹងកន្លែង Grand World គឺធំមែនតើធំហើយយើងតើធ្វើការជាអាគុយជីឡានអាគុយអញ្ចឹងមកយើងអាចមើលសពណាហើយបងប្អូនណាដែលជួយចិត្តថតរូបគឺកន្លែងហ្នឹងគឺអែមតែម្ដងគឺហៅអ៊ួយអញ្ចឹងឲ្យតែអ្នកគេចេះចាប់ប្លង់ឬផ្សេងៗគឺស្អាតតែម្ដងនៅក្នុងហ្នឹងគឺមានអាគារស្អាតដែលគេតបតែងបែបជាប៉ែកអឺរ៉ុបឬក៏គេហៅថាទីក្រុងអ៊ីតាលីចាំមើលអ្នកគេតាមដាននៅក្នុងវីដេអូនេះនឹងឃើញមួយជ្រុងមួយដែលគេចំណាំថាទីក្រុងអ៊ីតាលីអាចធ្វើការអុំទុកអីបានអញ្ចឹងណាអូខេបងប្អូនខ្ញុំដូចជាអត់ច្បាស់ដែរថាឡានអាគុយហ្នឹងគេជួលប្រហែលតែខ្ញុំគិតថាតម្លៃសមរម្យទេបងប្អូនអាចធ្វើការជួលហើយជិះជុំវិញ Grand World ហ្នឹងបានហើយសារវាធំមែនតើហើយនេះគឺជាមាត់ឆ្នេរដែលក្រុមការងារគេនាំយើងទៅអញ្ចឹងណាតែខ្ញុំភ្លេចឈ្មោះទៅអត់ដឹងថាឆ្នេរអីប៉ុន្តែឆ្នេរហ្នឹងមានអីយើងអាចលេងទឹកបានចាំបងប្អូនកន្លែងហ្នឹងគេហៅថាទីក្រុងអ៊ីតាលីហើយយើងអាចធ្វើការមើលពីក្រោយទៅអាគារមាន colorful ហើយធ្វើការជិះទូកជាអីតែក៏មកខ្ញុំបានធ្វើការជិះទូកឯងបន្ទាប់ពីហ្នឹងយើងទៅទទួលទានអាហារថ្ងៃត្រង់បន្ទាប់មកគេនាំយើងចូលទៅWind Wonder ហើយនៅក្នុងហ្នឹងគឺអាគារដែលព័ទ្ធជុំវិញហ្នឹងគឺមានបន្តង់ទៀតនិយាយរួមនៅម្ដុំ Grand World ហើយ Wind Wonder គឺសិតតែអាគារដែលគេសាងសង់ឡើងទុកគេថាដូចជាលំអឬក៏ជាតំបន់ទេសចររបស់គេអញ្ចឹងណាដែលគេរៀបចំឡើងអញ្ចឹងទស្សនាតាមដានបងប្អូនថាក្នុង Wind Wonder ហ្នឹងតែយើងទៅដល់ណាខ្លះហើយទៅលេងអីខ្លះអូខេ Let's go ចឹងហ្នឹងគេត្រូវទិញ ticket ទាំងអីបណ្ដាញខាងពួរនឹងកន្លែងក្រុមការងារខ្ញុំគេរៀបចំឲ្យ ticket ហ្នឹងអ្វីមួយទៀតហ្នឹងគឺម្ហូបអាហារគេឲ្យយកចូលណាបងប្អូនតិចច្រឡំទិញនំទិញអីដាក់ខ្ញុំមិនដឹងទេណានំកញ្ចប់អីលាក់គេបានខ្ញុំមិនដឹងប៉ុន្តែគេធ្វើការ check ចឹងបើទឹកសុទ្ធគេដាក់ទឹកសម្រាប់ហូបបានប៉ុន្តែម្ហូបអាហារយើងយកចូលអត់បានទេក្នុងហ្នឹងដោយសារគេ support ការលក់ដូរខាងក្នុងដែរអញ្ចឹងណាអាចនាំបានទេ
ចឹងយើងទស្សនាបងប្អូនគ្នាថាយើងទៅមើលអ្វីថែមទៀត I see what he loves about you. You're so perfect. Hope you know that you got everything. I messed up and I'm haunted. And if I'm being honest, I try to make it all stop. Say I'm okay, but I'm not. No, I can't help it. I'm so jealous of you taking that place in his heart. It should be me, but it's not. Wish I could care less, but I'm so jealous of you. Fighting, but no. ចឹងខ្ញុំបានដើរទៅអាពិភពបាតសមុទ្រគេហ្នឹងហើយខ្ញុំឆ្ងល់ថាតាត្រីហ្នឹងគេឲ្យចំណីមិននេះឃើញហើយចំណីរបស់កូនត្រីទួយៗហ្នឹងតែខ្ញុំដឹងអាធំស៊ីអីណាប៉ុន្តែអាទួយៗហ្នឹងគឺនេះអាស្អីគេស្ពៃបូកូរបស់យើងហ្នឹងគឺត្រីទាំងអស់ហ្នឹងគឺស៊ីអាហ្នឹងស៊ីត្រីស៊ីស្ពៃបូកូហ្នឹងអ្នកឲ្យចំណីអ្នកថែអ្នកមើលអីចឹងណា I see what he loves about you. You're so perfect. Hope you know that you got everything. Ôi chết chết anh chạy mấy ấy nhiều camera chạy lên chạy ông tiền bằng tiền ông này đi thăm tay thời nhật anh nó với tranh máu với mình lên chừng hả It should be me, but it's not. Wish I could care less, but I'm so jealous of you. Fighting, but no matter what I do, crying while you're lying in this room, trying, but it's hard to hide the truth. I'm jealous, I'm jealous. Fighting, but no matter what I do, crying while you're lying in this room, trying, but it's hard to hide the truth. I'm jealous,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  OK បងប្អូនបន្ទាប់ពីយើងដើរជុំវិញពិភពបាតសមុទ្រហើយយើងចេញមកក្រៅម្ដងអញ្ចឹងនៅទីហ្នឹងគឺមានហ្គេមច្រើនណាស់ឥឡូវយើងកំពុងរងចាំជិះដំបងគេគឺដូចជិះចុះពីភ្នំមក roller coaster វាមានច្រើនប្រភេទហើយអានេះគឺជាប្រភេទមួយដែលយើងចូលពីរោងភ្នំហើយយើងចុះមកវិញអញ្ចឹងបងប្អូនតែនេះគ្នាខ្ញុំទៅមកកង់ណាចាំមើលមួយសាទៀតគឺខាងខ្ញុំមកផ្ទាល់តែម្ដង ចាបងប្អូនមាន roller coaster game លេងច្រើនណាហើយលេងដល់តម្រូវឲ្យស្រែកអញ្ចឹងបើអត់ស្រែកកាំងហើយអញ្ចឹងបន្ទាប់ពីនឹងហើយល្ងាចតិចគេមាន show នៅក្នុង Big Brother គេមាន show របស់គេអញ្ចឹងយើងទស្សនា show នឹងហើយវាវែង show នឹងតែគាត់ថាបងប្អូនអាចឃើញបានថាមានការ show ប្លែកភ្នែកស្អាតដែលគេប្រើ 3D នឹងគឺអែហ្មងប៉ុន្តែបងប្អូនសម្រាប់អ្នកដែលទៅដំបូងអីកុំអង្គុយចិត្តនឹងអញ្ចឹងណាដោយសារតែវាក្តៅភ្លើងគេបាញ់មែនតែនហើយបន្ទាប់ធ្វើការមើលទស្សនាចប់ហើយយើងធ្វើដំណើរបក់ទៅវិញហើយបញ្ចេញមកវិញបងប្អូនអាគារដែលនៅជុំវិញគឺគេដាក់ភ្លើងទាំងអស់ធ្វើឲ្យយើងមានអារម្មណ៍ថាអូយពិតជាប្លែកភ្នែកមែនតែនបើមិនកាន់កាមេរ៉ាថតទៅចម្លែកអញ្ចឹងណាបន្ទាប់ពីនឹងទៀតគឺយើងទៅទស្សនាយើងទៅលេងមួយថ្ងៃវល់ល្ងាចណាហ្នឹងឯងយើងទៅលេងផ្សាររាត្រីនៅក្នុងហ្នឹងគឺនៅកន្លែងណាក៏មានផ្សាររាត្រីដែរប៉ុន្តែនៅក្នុងហ្នឹងគឺមានផ្សាររាត្រីដែរនៅកោះត្រល់ហ្នឹងមកដល់ខ្ញុំទៅលេងហ្នឹងគឺមានផ្សាររាត្រីអញ្ចឹង
ទស្សនារបស់គ្នាផ្សាររាត្រីគឺប្រហែលតែយើងហ្នឹងប៉ុន្តែនៅនោះគឺគេមានលក់អាខ្សែកគុជដែលយើងមានហ្នឹងណាតែខ្ញុំមិនដឹងថាតម្លៃនៅហ្នឹងនឹងអាកន្លែងដែលឧស្សាហកម្មចិញ្ចឹមគុជហ្នឹងដូចគ្នាអត់ទេប៉ុន្តែខ្ញុំគិតថាអាចប្រហែលគ្នាឬក៏លើសហ្នឹងក៏មិនដឹងអញ្ចឹងណាអូខេ let's go ចាមិនថានៅត្រង់ណាត្រង់ណីទេតែពេលកន្លែងដែលមានមនុស្សច្រើនគឺជាភាសាត្រីផ្សេងៗបងប្អូនសូមធ្វើការប្រយ័ត្នប្រយែងទៅនឹងក្របោបដែលចាត់តែខាងជួបកាយខ្ញុំបានបញ្ជាក់ថាប្រយ័ត្នចោលប្លន់តិចតួចបំប្រើពាក្យដែលថាគាត់អត់សូវចិត្តខ្មែរបងប្អូនស្ដេចដីគឺមិនទិញទេទៅវិញទៅមកគឺគេភ្លក់គេហុចឲ្យអញ្ចឹងណាមិនទិញទេទៅក៏បានមកវិញក៏បានបងប្អូនអាចទៅសាកបាន em một bịch màu yes man mà ai bỏ nghề thế em chà welcome to ថ្ងៃបន្តនៃវីដេអូដែលសារខ្ញុំតដល់វីដេអូមុននឹងវាវែងពេកចឹងតនៅថ្ងៃទី2ទី3គឺនៅវីដេអូហ្នឹងអញ្ចឹងថ្ងៃបន្ទាប់ទៅយើងទៅមើលវិញទៅលេង Win Wonder ហ្នឹងហើយមួយថ្ងៃព្រលឹមហើយស្អែកឡើងយើងបន្តដំណើរទៅ Sunset គេដាក់ផ្លាក Sunset មិនដឹងជាអ្វីណាប៉ុន្តែគឺកន្លែងដែលយើងត្រូវជិះកន្ត្រកលើអាកាសហោះទៅកោះម្នាស់ចាដែលមានចម្ងាយ8គីឡូណាដែលយើងជិះខ្សែកាបទៅអញ្ចឹងទស្សនាបងប្អូនថាតម្រង់រៀងនៅលើខ្សែកាបហើយការជិះនឹងមានអារម្មណ៍បែបណាហើយនឹងមានអ្នករន្ធត់ដោយសារតែបងប្អូនអ្នកដែលខ្លាចខ្ពស់ណាអាចមានការតាក់ស្រុតតិចតួចដោយសារតែអាខ្សែកាបគេហ្នឹងមិនមែនស្មើណាវាឡើងចុះតាមបកគោលរបស់គេដែលបកគោលហ្នឹងគឺអ្នកគេដឹងស្រាប់ហើយថាខ្សែកាបហ្នឹងគឺមានប្រវែងវែងជាងគេនៅលើពិភពលោកចាទស្សនាភាគបន្តថ្ងៃបងប្អូនពីប្រាប់បងប្អូនកន្ត្រកហ្នឹងយើងអាចជិះបាន20ទៅ30នាក់អីចឹងណាកន្ត្រកហ្នឹងធំដែរប៉ុន្តែធួខ្ញុំថាមកជិះច្រើនទេមកហប់មកអីចឹងអញ្ចឹងជិះ10នាក់20នាក់អីអត់ដល់ទៅ20នាក់ផងប៉ុន្តែអាចអែបនឹងដែរនេះធីមខ្ញុំបងស្រីគាត់មានការតាក់ស្លុតតិចខ្លាំងគាត់ខ្លាចខ្ពស់ហើយពេលឥឡូវយើងចុះមកចំណតកន្លែងនេះខ្ញុំមានអ្នកទីស្វាគមន៍មានអីចឹងណាហើយកន្លែងនេះគេ represent នៅក្នុងកោះទាំងមូលហ្មងគេធ្វើដូចផែនទីចឹងណាអានេះខ្ញុំថតឲ្យមើលនេះម្ដុំរបស់គេនៅក្នុងកោះម្នាស់ហ្នឹងមានអីខ្លាយចឹងទៅចាបងប្អូនអញ្ចឹងបន្ទាប់ពីយើងចុះមកដល់ចំណតកោះម្នាស់ហ្នឹងយើងត្រូវដើរឆ្វែលជុំវិញថាម្ដុំហ្នឹងគេមានអីខ្លះអញ្ចឹងណាអានេះខ្ញុំមិនដឹងអីទេប៉ុន្តែដូចកំភ្លើងគេនេះដូចកំភ្លើងដាក់បាញ់អញ្ចឹងណាតែគេតែងស្អាតហើយមានយន្តការមានអីខ្ញុំមិនដឹងទេគាត់ថាគេរបៀបគេរៀបចំហើយនេះគឺជាបង្គោលSky View អញ្ចឹងតិចទៀតពួកខ្ញុំគឺ get ready ហើយខ្ញុំអត់ដឹងខ្ញុំវាព្រាងថាហ្នឹងគេហៅគេខ្ញុំសួរថាហ្នឹងគេហៅគេហើយគឺយើងថាចេះហ្នឹងហៅ Sky View okay let's see Sky View together Sky View Sky Viewឡើងទៅហាក់
see what he loves about you. You're so perfect. Hope you know that you got everything. I messed up and I'm haunted. And if I'm being honest, I try to make it all stop. Say I'm okay, but I'm not. No, I can't help it. I'm so jealous of you taking that place in his heart. It should be me, but it's not. Wish I could care less. បងប្អូនអានេះគឺជាគំរូផ្ទះជុំវិញនៅដែលពេលយើងជិះមកវិញហើយយើងឃើញអាគារនៅម្ដុំកោះហ្នឹងណាវាមើលទៅដូចបើសិនតែយើងឃើញជាអាគារវាមិនសមដូចកោះដោយសារតែវាមើលទៅដូចជាម្ដុំ city អីមួយអញ្ចឹងណាអញ្ចឹងកោះហ្នឹងប៉ុន្តែកោះអែមកោះលយកោះខ្ជូតអញ្ចឹងណាឥឡូវយើង get ready ត្រឡប់មកផ្ទះវិញហើយគឺចប់សពគ្រប់អរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយក្នុងការចែកម្លែងការដើរលេងខ្ញុំមិនដឹងថាម៉េចទេសួស្ដី thank you